ឆ្លើយតបទៅនឹងសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនៅថ្ងៃប្រហ័សទី2ខែតុលាឆ្នាំ2025នេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឲ្យឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន1019គ្រួសាររស់នៅក្នុងភូមិចំនួន22ឃុំចំនួន9នៃស្រុកសេសាននិងស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមគតិសង្ឃហបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានអញ្ជើញចូលរួមផងដែរពិធីជួបសំណេះសំណាលនិងចែកអំណោយខាងលើនេះបានប្រព្រឹត្តទៅនៅទីតាំងចំនួន2គឺពេលព្រឹកនៅទីតាំងទី1ក្នុងមណ្ឌលសុខភាពតាឡាតសម្រាប់ប្រជាជន694គ្រួសារមកពីភូមិចំនួន5នៃឃុំក្បាលរមាសនិងឃុំតាឡាតស្រុកសេសានចំណែកឯពេលរសៀលទីតាំងទី2នៅក្បែរប្រាសាទព្រះគោស្ថិតនៅក្នុងភូមិថ្លាបរិវត្តឃុំថ្លាបរិវត្តសម្រាប់ប្រជាជន325គ្រួសារមកពីភូមិចំនួន17នៃឃុំចំនួន7ក្នុងស្រុកថ្លាបរិវត្តមានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាបាននាំនៅព្រះបណ្ដាំរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងប្រសាសន៍របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកអាណិតស្រឡាញ់ដល់ជ្រាលជ្រៅជាមួយប្រជាជនទាំងអស់រួមជាមួយការសោកស្ដាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក៏ដូចជាបងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីនេះទន្ទឹមនឹងការកាត់គូរពីជីវភាពតាមរយៈឯកឧត្តមយូឡាណាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អដោយត្រូវផ្លាស់ប្ដូរអិរិយាបថក្នុងការរស់នៅនិងការហូបចុកដោយត្រូវមានអនាម័យជាប់ជានិច្ចពិសាទឹកដាំពុះនិងត្រូវស្រឡាញ់ខ្លួនឲ្យស្ងួនចំណីដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន4ដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមជំងឺមហារីកនិងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃដែលបាននឹងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំពុងច្រើនពេកការផឹកគ្រឿងស្រវឹងនិងការជក់បារីជាដើមជាមួយគ្នានេះសូមប្រជាជនទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមដែលបង្កឡើងដោយសត្វមូសមូលហេតុនេះសូមកុំឲ្យមានទឹកដក់ក្នុងសម្បកកង់ឡានកង់ម៉ូតូសម្បកដូងសម្បកកំពង់ជាដើមដែលជាជំរកសត្វមូសជាពិសេសត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំបន្ថែមពីនេះក៏សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារការលង់ទឹកជាយថាហេតុដែលនាំឲ្យមានវិបដិសារីក្នុងគ្រួសារម្យ៉ាងវិញទៀតបញ្ហាបរិស្ថាននិងសុខភាពក៏ជាការចាំបាច់ដែរដូច្នេះពេលវិលត្រឡប់ទៅលំនៅឋានវិញមុនពេលចូលគេងត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីបង្ការពីសត្វអសិរពិសផ្សេងៗនិងសូមសម្អាតបរិស្ថានជុំវិញផ្ទះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហើយកុំដុតសម្រាមដែលជាផ្លាស្ទិកព្រោះថាផ្សែងរបស់វាអាចបណ្ដាលឲ្យប៉ះពាល់ដល់ទៅសុខភាពរបស់យើងដោយឡែកចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឲ្យបាន4ដងមុនពេលសម្រាលហើយពេលសម្រាលក៏ត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីសុខភាពល្អនិងសុខសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងផ្ទៃជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗនិងការចម្លងជំងឺពីម្ដាយទៅកូនជាពិសេសគឺជំងឺអេដថ្លែងក្នុងឱកាសនោះដែរឯកឧត្តមសសុពុត្រាបានថ្លែងពីការយកចិត្តទុកដាក់កិត្តគូចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតព្រមទាំងសូមជូនពរបងប្អូនប្រជាពលរដ្ឋឆាប់បានវិលត្រឡប់ទៅលំនៅឋានដើម្បីបន្តប្រកបមុខរបរស្ដារជីវភាពគ្រួសារឡើងវិញដោយឡែកឯកឧត្តមគតិសង្ឃហបណ្ឌិតគុណគឹមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាមេដាមមនុស្សធម៌ដែលបានកិត្តគូជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយជួបការលំបាកបានទាន់ពេលវេលាសូមបញ្ជាក់ថាប្រជាជនរងគ្រោះទាំងអស់បានទទួលអំណោយក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កែសត្រីខ10កំប៉ុងទឹកត្រី6ដប
ប្រេងឆា1ដបម្សៅសាប៊ូ1កញ្ចប់និងឃីតមុងសារ៉ុងភួយក្រមា1កញ្ចប់ដោយឡែកកាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភថ្នាំពេទ្យប្រភេទបញ្ចុះកម្ដៅនិងបំបត្តិការឈឺចាប់ចំនួន2កេសជូនដល់មណ្ឌលសុខភាពតាឡាតផងដែរសូមជម្រាបជូនថានៅថ្ងៃស្អែកនេះក្រុមការងារកាកបាទក្រហមកម្ពុជាពីទីស្នាក់ការកណ្ដាលនិងសាខាខេត្តស្ទឹងត្រែងនឹងបន្តចុះចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន481គ្រួសារបន្ថែមទៀតដែលរស់នៅក្នុងភូមិចំនួន10នៃឃុំកំភុនឃុំភ្លុកនិងឃុំសាមខួយស្រុកសេសានខេត្តស្ទឹងត្រែង។